ដំណើរបណ្ដាចែករបស់ក្រុមជំនឿចិត្តបាល់ទះជប៉ុនត្រូវបានបញ្ចប់ត្រឹមការប្រកួតទី14ដោយចាញ់ក្រុមជំនឿចិត្តបាល់ទះអាមេរិកនៅក្នុងលទ្ធផល3-7ធ្លាក់ត្រឹមវគ្គពាក់កណ្ដាលប្រៃព្រាត់ដកថាមួយសិនសម្រាប់ fan ជប៉ុនតែយ៉ាងណាយើងដឹងថាក្រុមទាំងពីរសិតតែល្អដូចគ្នាហើយត្រូវមានម្នាក់ហាលអាវគ្រាន់ថាយើងគ្រប់ត្រូលយើងជា fan ណាជប៉ុនប៉ុន្តែយើងទទួលស្គាល់ការពិតដូចគ្នាថាខាងសហរដ្ឋអាមេរិកបាទអាចថាគេកែកុកដែរពីម្តង់ទៅម្តង់ទាំងដែលជារួមការគិតរបស់ខ្ញុំគិតត្រឹមសិតទី3ខ្ញុំគិតថាអាមេរិកចាប់ផ្ដើមធ្លាក់កន្លងហ្នឹងណាប៉ុន្តែមើលទៅដូចជាអត់ទេបងបាទពិសេសនោះគេបានបញ្ចូលកីឡាករម្នាក់នៅចុងសិតទី4គឺ Robinson បង Robinson នេះមកគឺគាត់វាយអាចុងសិតទី4ហ្នឹងគឺគាត់ផ្ដាច់យកទៅហ្មងសិត4និងសិត5គឺគាត់អាចជាកីឡាករដែល Chain Game វាយទៅតាម23ឆ្នាំនេះដែលបងកំសងទេចុះអូននេះក៏ចូលមកលោកបានខួរកម្លាំងនេះហើយវាអត់ងាយជាប់បាំងទេបងវាអត់ងាយជាប់បាំងទេស្ទើរតែអត់ជាប់បាំងហ្មងមែនអត់ងាយនិយាយទៅដូចមកស៊ីរហូតបាទមកស៊ីវាយទៅលើសុទ្ធឲ្យវាយយកបន្ទុកបានហើយយើងទៅសារជាបងប្អូនខ្ញុំជឿជាក់ថាបងប្អូនយើងដែលជាអ្នកគ្រប់គ្រងបាល់ទះក៏មានអ្នកគ្រប់គ្រងក្រុមជំនឿចិត្តបាល់ទះអាមេរិកច្រើនដែរប៉ុន្តែគាត់ថាក្នុងនាមជាប្រជាជាតិអាស៊ីដូចគ្នាយើងរៀងធ្ងន់ចិត្តជាមួយនឹងជប៉ុនបន្តិចព្រោះថាជប៉ុនគឺគាត់ប្រឹងប្រែងខ្លាំងគាត់លេងល្អគាត់លេងដោយឆន្ទៈគាត់ស្ទើរគ្រប់ការប្រកួតគឺកីឡាកររបស់គាត់គឺបង្ហាញអ្វីដែលជាគាត់មានណាដល់ទស្សនិកជនទាំងអស់សូម្បីការប្រកួតនេះយើងឃើញជប៉ុនជើងក្រោមរឹងសឹងតែយកទ្រូងយកមុខទៅស្វ័យក៏ទៅដែរព្រោះបាល់របស់ក្រុមជំនឿចិត្តបាល់ទះអាមេរិកគឺវាយពីលើសុទ្ធតែម្ដងជាពិសេសគឺ Jack Hannes ស្របពេលដែលអាមេរិកថ្ងៃនេះគេមានផ្លែស្វាល្អទាំង Jack Hannes ទាំង Chamberlain ទាំង Anderson ប៉ុន្តែវាស្វាធ្ងន់ក៏ធ្ងន់ប៉ុន្តែខូចក៏ច្រើនដូចគ្នាដូចសិតទី5បងកំសងថាអាមេរិកគឺមានតែមួយផ្លែដែលបដូរជាមួយក្រុមជំនឿចិត្តបាល់ទះជប៉ុនគឺផ្លែស្វាប៉ុន្តែការដាក់បដូររបស់គេក៏ខូចច្រើនដែរប៉ុន្តែជប៉ុនខ្លួនឯងទៅជាគាត់ប្រយ័ត្នប្រយែងពេកបងយកឃើញចឹងអត់ខ្ញុំឃើញថាសិតទី5ហ្នឹងជប៉ុនគាត់ប្រយ័ត្នជាង4សិតនោះទៀតបាទប្រយ័ត្នខ្លាំងហ្មងគឺបងនិយាយសេវាបាននីស៊ីដាក់ដែលគាត់មានបដូរខាងហ្នឹងវាយគឺវាយមានអារម្មណ៍ថាដូចបារម្ភពេកបារម្ភពេកបងបាទបារម្ភពេកអញ្ចឹងមានអីទេគឺយើងរកឃើញអ្នកឡើងនិងរកឃើញអ្នកធ្លាក់អញ្ចឹងជប៉ុនគឺនៅត្រូវប៉ះជាមួយស្លូវេនៀទៅតាមលេខ3ហើយលេខ1គឺម្ចាស់យើងឯងពីសម័យកាលប៉ូឡូញបងប៉ូឡូញនេះបើនិយាយពីកីឡាករគឺនៅស្អាតចាស់ហ្មងស្អាតបងបាទគាត់ស៊ី3-0បាទទៅស្លូវេនៀហើយខាងអាមេរិកវិញរបួសស្នាមណាបើនិយាយកីឡាករវិញដេ4 10 20ថ្ងៃបាទហើយបើយើងនិយាយពីការប្រកួតគុនខ្មែរយើង form tournament ណាមានថាវាយ3ទឹកហើយ3ទឹកមិនមែនមិនគេស្រួលទេ3ទឹកគឺចូលពេញរបស់គេវិញទៀតអញ្ចឹងគឺស្លូវេនៀគាត់ត្រូវប៉ះជាមួយជប៉ុនស្អែកតាមលេខ3ហើយអាមេរិកត្រូវប៉ះជាមួយប៉ូឡូញគេក្រុងចង្អែត2ដងហើយអាមេរិកធ្លាប់ឡើងដល់ final 3លើកកន្លងមកហើយអញ្ចឹងគិតទាំងលើកនេះម្ដងទៀត4លើកហើយតែ3លើកកន្លងមកគឺចាញ់ទាំង3ដងហើយធ្លាប់ចាញ់ក្រោមទ្វេដៃប៉ូឡូញម្ដងដូចគ្នាធ្លាប់ឡើងដល់ប៉ះប៉ូឡូញចឹងដែរ2021បាទចាញ់ប៉ូឡូញយើងបកមកក្រោយបន្តិចវិញអ្វីដែលយើងមិនអាចប្រហែសជាមួយសហរដ្ឋអាមេរិកបានទី1គឺការវគ្គ8ក្រុមចុងក្រោយគាត់បានទម្លាក់ជើងឯកការថាពិភពលោកណាអ៊ីតាលី 3-0 នឹងជារឿងមួយដែលយើងស្មានដល់ទី2គឺគាត់នេះមកសងសឹកជប៉ុននេះទាំងតែគាត់ប៉ះជប៉ុន3ដងចុងក្រោយអត់ដែរចាញ់បាទហើយគាត់មកសងសឹកបានអញ្ចឹងបានខែបាល់មូលមែនទេមកសាបាទនេះបើយើងនិយាយពីប្រវត្តិពីមុនមកគឺសហរដ្ឋអាមេរិកមិនអាចឡើងមកដល់វគ្គនេះទេប៉ុន្តែគាត់កែខៃបាល់ឲ្យមានប្រសិទ្ធភាពឡើងមកដល់វគ្គនេះជារឿងមួយដែលកម្រប្រយ័ត្ននេះផ្ដាំប្រយ័ត្នសហរដ្ឋអាមេរិកឈ្នះប៉ូឡូញប្រៀបដូចជាបាល់ទះខ្មែរឈ្នះឥណ្ឌូនេស៊ីឈ្នះចៅសៀមបាទបាល់មូលក្លាប់ចាក្លាប់ចាគេក៏ប្រឹងយើងក៏ប្រឹងអាមេរិកក៏ខ្លាំងប៉ូឡូញក៏ខ្លាំងអាមេរិកក៏ហាត់ប៉ូឡូញក៏ហាត់ដូចគ្នាបាទអត់ជាអាមេរិកនៅកន្លងពេញបឹបប៉ូឡូញក៏បាក់ដែរបាទខ្ញុំទទួលស្គាល់ប៉ូឡូញខ្លាំងប៉ុន្តែអាមេរិកគាត់ធ្វើអារឿងដែលស្មានម្ដងគាត់កែខៃឲ្យកើតឡើងបាទអានេះបើថាសម្រាប់មួយថ្ងៃក៏អស់ចិត្តណាតែអត់ទេស្អែកហ្នឹងគឺលេងទៀតហ្មងគេថាថ្ងៃនេះលេងវគ្គសេមីស្អែកម៉ោង 6:30 ត្រូវលេងវគ្គ final ហ្មងអញ្ចឹងបើយើងនិយាយពីការសម្រាប់ប៉ូឡូញគេលេងចប់មុនហើយប៉ះស្លូវេនៀអត់សុទ្ធតឹងទេបិទស្លូវេនៀត្រឹម19 ពងហ្នឹងតែដែលអាមេរិកនេះតង់ទៅសៃកមួយជប៉ុនហ្មងបាទអូខេអញ្ចឹងអត់មានអីទេហើយវគ្គផ្ដាច់ព្រាត់នឹងតាមលេខ3ក៏មានការ live ពីបងអូស្ការដែរបាទអញ្ចឹងអត់មានអីទេបងអត់មានមានស្អែកជួបគ្នាបាទអូខេអរគុណបងប្អូនអរគ្នាដែលបានតាមដានវីដេអូមួយនេះហើយអរគុណសម្រាប់ការគ្រប់គ្រងនៅលើការ live ជាមួយបងស្ការមិញមានបងប្អូនយើងទស្សនា 37K ជា view មួយសម្រាប់ពួកយើងច្រើនណាស់ច្រើនលើ Telegram 5000 អ្នកទៀតបាទ5000អ្នកទៀតបាទអញ្ចឹងមានតែអរគុណបងប្អូនអរគ្នាបាទអរគុណ